ទស្សនិកជនជាទីមេត្រីក្នុងកម្មវិធីផ្សាយជាភាសាខ្មែរនៃកាសែតនិងវិទ្យុទូរទស្សន៍ទៅនៅថ្ងៃនេះរួមមានក្រុមសារសំខាន់ដោយតទៅតំណាងក្រុមប្រឹក្សាប្រជាជនខេត្តជួបប្រស្រ័យជាមួយម្ចាស់ឆ្នោតតែនេះជំរុញការណែនាំអំពីឧបករណ៍ Digital សម្រាប់ប្រជាជនតែនេះជំរុញ Logistics បៃតងចំពោះទៅការអភិវឌ្ឍប្រកបដោយចីរភាពឥឡូវនេះសូមគោរពអញ្ជើញបងប្អូនជ្រុំជាតិនិងប្រិយមិត្តតាមដានដោយតទៅប្រិយមិត្តទីគោរពនៅថ្ងៃទី28ខែកក្កដាក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្តបានចុះជួបប្រស្រ័យជាមួយម្ចាស់ឆ្នោតនៅតាមមូលដ្ឋាននាឱកាសក្រោយសម័យប្រជុំមូលបតពិសេសលើកទី4នៃសម័យប្រជុំសាមញ្ញពាក់កណ្ដាលឆ្នាំ2026នៃក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី11អាណត្តិ2026-2031នៅសង្កាត់មហាឋានក្រុមតំណាងលេខ2នៃក្រុមប្រឹក្សាប្រជាជនខេត្តរួមមានសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបកខេត្តអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តលោកស្រីងួយដៃធីសមាជិកគណៈកម្មាធិការបកខេត្តលេខាគណៈកម្មាធិការបកប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់លង្ហាលោកស្រីងួយធីទូហេងនិងលេខាគណៈកម្មាធិការបកប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់មហាឋានលោកយើងវុកខាន់បានជួបប្រស្រ័យជាមួយជាង200ម្ចាស់ឆ្នោតនៅមូលដ្ឋាននៅក្នុងជំនួបប្រជុំម្ចាស់ឆ្នោតបានសំណើលើកកម្ពស់គុណភាពវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទាំងអស់ព្រមទាំងបង្កើនការពិគ្រោះយោបល់និងពន្យល់បកស្រាយអំពីលទ្ធផលពិនិត្យជំងឺដើម្បីឲ្យប្រជាជនយល់ច្បាស់អំពីស្ថានភាពសុខភាពរបស់ខ្លួនទន្ទឹមនឹងនេះសំណូមពរឲ្យមានបន្ថែមបណ្ដាដំណោះស្រាយដើម្បីជួយគាំទ្រដល់អ្នកដែលបន្ទាប់ពីបានបន្សាបគ្រឿងញៀនបានស្ថិតស្ថេរជីវភាពរស់នៅបង្កើតការងារធ្វើនិងកាត់បន្ថយការញៀនឡើងវិញរាល់មតិយោបល់របស់ម្ចាស់ឆ្នោតត្រូវបានថ្នាក់ដឹកនាំមូលដ្ឋានទទួលយកនិងបកស្រាយបំភ្លឺយ៉ាងច្បាស់លាស់នៅរសៀលថ្ងៃទី28ខែកក្កដាក្រុមតំណាងលេខ2នៃក្រុមប្រឹក្សាប្រជាជនខេត្តបានបន្តប្រជុំជួបប្រស្រ័យជាមួយនឹងម្ចាស់ឆ្នោតនៅសង្កាត់លង្វាក្នុងជំនួបនេះម្ចាស់ឆ្នោតបានឆ្លុះបញ្ចាំងពីស្ថានភាពស្ទះចរាចរណ៍ដែលកើតឡើងជាញឹកញាប់នៅលើផ្លូវលេខ5លេខ8វៀងយ៉ាងលិននិងផ្លូវតាន់ថៃនៅតំបន់ជុំវិញផ្សារលង្វាម្ចាស់ឆ្នោតសំណើឲ្យអាជ្ញាធរមូលដ្ឋានចាប់រៀបចំបំពាក់ស្លាកសញ្ញាចរាចរណ៍ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនិងមធ្យោបាយធ្វើដំណើរម្ចាស់ឆ្នោតក៏បានសំណូមពរឲ្យអង្គភាពសាងសង់ប្រព័ន្ធបង្ហូរទឹកនៅក្នុងក្រុងចាប់ធ្វើការកែលម្អរៀបចំផ្ទៃផ្លូវឡើងវិញក្រោយពេលកាប់កោះដំឡើងគ្រប់គ្រាន់គម្របលើដើម្បីធានាសុវត្ថិភាពចរាចរណ៍និងរក្សាអនាម័យបរិស្ថានបកស្រាយបំភ្លឺចំពោះមតិយោបល់របស់ម្ចាស់ឆ្នោតថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនសង្កាត់លង្វាបានឲ្យដឹងថានឹងចាត់តាំងកម្លាំងសមត្ថកិច្ចអនុវត្តដំណោះស្រាយសម្រួលចរាចរណ៍នៅតំបន់ផ្សារចំពោះគម្រោងប្រព័ន្ធលូទឹកនៅក្នុងក្រុងគណៈកម្មាធិការប្រជាជនសង្កាត់នឹងបន្តសំណើឲ្យម្ចាស់វិនិយោគជំរុញល្បឿនវឌ្ឍនភាពចាប់រហ័សសងត្រឡប់វិញនៅផ្ទៃផ្លូវនិងដោះស្រាយបញ្ហានៅសេសសល់ទាំងឡាយដោយការឆ្លុះបញ្ចាំងរបស់ម្ចាស់ឆ្នោតនាព្រឹកថ្ងៃទី28ខែកក្កដាក្រុមតំណាងលេខ3នៃក្រុមប្រឹក្សាប្រជាជនខេត្តរួមមានប្រធានរដ្ឋបាលក្រុមប្រតិភូតំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនខេត្តលោកហ្វាមជុងច័ន្ទលេខាគណៈកម្មាធិការបកប្រធានក្រុមប្រឹក្សាប្រជាជនឃុំហាហើយលោកស្រីងួយធីឋានសើងលេខាគណៈកម្មាធិការបកប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ឋានដែងលោកស្រីងួយធីគឹមវិញបានជួបប្រស្រ័យជាមួយម្ចាស់ឆ្នោតឃុំនន្ទែងនៅក្នុងអង្គប្រជុំម្ចាស់ឆ្នោតបានលើកឡើងនៅការឆ្លុះបញ្ចាំងនិងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងបញ្ហាប្រើប្រាស់បានធានារ៉ាប់រងសុខភាពលើកម្មវិធី VNEID ការវិនិយោគលើកម្ពុជាហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ជនបទជាពិសេសគឺបញ្ហាចរាចរណ៍នៅលើផ្លូវខេត្តលេខ796ធានាបញ្ហាប្រមូលសម្រាមនៅតាមទីផ្សារប្រជាប្រិយរបបសម្រាប់គណៈភិបាលភូមិដែលឈប់ធ្វើការនិងផ្លាស់ប្តូរតំណែងមុខងារប្រិយមិត្តទីគោរពតាមរយៈជាច្រើនរូបភាពនៃខេត្តទាំងនេះកំពុងជំរុញខ្លាំងការផ្សព្វផ្សាយព័ត៌មានអំពីការផ្លាស់ប្តូរ Digital ដោយនាំយកគោលនយោបាយនិងឧបករណ៍ Digital កាន់តែខិតជិតប្រជាពលរដ្ឋក្នុងរយៈពេល6ខែដើមឆ្នាំនេះបណ្ដាមូលដ្ឋានបានបើកយុទ្ធនាការឆ្លើយតបយ៉ាងសកម្មចំពោះសេចក្តីសម្រេចចិត្តលេខ57អំពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាការផ្លាស់ប្តូរ Digital ដោយមាន 11,300 ប្រជាពលរដ្ឋចូលរួម
កំឡុងស្នួលគឺបណ្ដាក្រុមបច្ចេកវិទ្យា Digital សហគមន៍បានរៀបចំជិត600លើកយុទ្ធនាការចេញទ័ពបានណែនាំផ្ទាល់ដល់130,000ប្រជាពលរដ្ឋចេះប្រើប្រាស់សេវាសាធារណៈអនឡាញកម្មវិធីអត្តសញ្ញាណកម្មអេឡិចត្រូនិកនិងបណ្ដាវេទិកា Digital ចាំបាច់នានាផ្សព្វផ្សាយព័ត៌មានភ្ជាប់ជាមួយនឹងការណែនាំអនុវត្តជាក់ស្ដែងបានជួយលើកកម្ពស់ជំនាញ Digital សហគមន៍រួមចំណែកការអនុវត្តផ្លាស់ប្ដូរ Digital ឲ្យបានគ្រប់ជ្រុងជ្រោយប្រិយមិត្តទីគោរពនៅពេលកន្លងមកការងារកសាងម៉ាកយីហូចង្អុលណែនាំភូមិសាស្ត្រនិងគាំពៀកម្មសិទ្ធិបញ្ញាចំពោះបណ្ដាផលិតផលកសិកម្មលក្ខណៈពិសេសនៅខេត្តតេនិញត្រូវបានជំរុញយ៉ាងខ្លាំងក្លាបច្ចុប្បន្នទូទាំងខេត្តមាន464កូដតំបន់ដាំដុះ193កូដគ្រឹះស្ថានវេចខ្ចប់202គ្រឹះស្ថានអនុវត្តការគ្រប់គ្រងគុណភាពជឿនលឿននិង46ខ្សែសង្វាក់ផ្គត់ផ្គង់អាហារសុវត្ថិភាពកម្មវិធីឃុំមួយផលិតផលមួយអូកូបបានទទួលស្គាល់417ផលិតផលក្នុងនោះមាន1ផលិតផលផ្កាយ5 87ផលិតផលផ្កាយ4និង329ផលិតផលផ្កាយ3បណ្ដាកសិផលពិសេសដូចជានំក្រៀបផ្លែទៀបផ្លែទុរេនបានបញ្ជាក់ពីម៉ាកយីហោជាបណ្ដារួមចំណែកលើកកម្ពស់តម្លៃបន្ថែមសម្រាប់វិស័យកសិកម្មប្រិយមិត្តទីគោរព Logistics កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុន្តែវាក៏ដាស់ចេញនៅសំណូមពរយ៉ាងចាំបាច់អំពីការកាត់បន្ថយការបំភាយឧស្ម័ននិងការពារបរិស្ថានផងដែរម្ល៉េះហើយការផ្លាស់ប្ដូរគំរូ Logistics បៃតងកំពុងក្លាយជានិន្នាការមិនអាចខ្វះបានដែលរួមចំណែកកសាងខ្សែសង្វាក់កត់កងទំនើបនិងការអភិវឌ្ឍប្រកបដោយចីរភាពតាមទិសដៅរបស់ក្រសួងកសិកម្មនិងបរិស្ថានបណ្ដាមជ្ឈមណ្ឌល Logistics កំពង់ផែគោកឃ្លាំងផ្ទុកទំនិញនិងគ្រឹះស្ថានរក្សាទុកទំនិញត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទបញ្ញត្តិអំពីការពារបរិស្ថានព្រមទាំងបង្កើនការអនុវត្តបច្ចេកវិទ្យាប្រើប្រាស់ថាមពលស្អាតនិងកាត់បន្ថយការបំភាយអូស្ម័នក្នុងដំណើរការចាប់ពីការវិនិយោគរហូតដល់ប្រតិបត្តិការRồi thường xuyên quan tâm đầu tư nâng cấp cơ sở hạ tầng tại cảng cạn Tân Cảng Một Bài យើងខ្ញុំតែងតែយកចិត្តទុកដាក់វិនិយោគលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការឃ្លាំមើលនិងពិនិត្យមើលទំនិញលើកកម្ពស់តំបន់ធ្វើការសម្រាប់កម្លាំងសមត្ថកិច្ចនៅកំពង់ផែគោកតឹងកាងមុខបាយនិងតំបន់ពិនិត្យទំនិញជាក់ស្ដែងដើម្បីធានាយ៉ាងណាធ្វើឲ្យមធ្យោបាយធ្វើដំណើរចូលកំពង់ផែគោកតឹងកាងមុខបាយត្រូវបានឆ្លងព្រំដែនយ៉ាងឆាប់រហ័សពីនោះជួយកាត់បន្ថយការបំភាយអូស្ម័នចូលក្នុងបរិស្ថាន được thông quan nhanh chóng từ đó là giảm phát thải cho cái môi trường ទន្ទឹមនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសហគ្រាសជាច្រើនក៏បានម្ចាស់ការកសាងបរិស្ថានផលិតកម្មបៃតងតាមរយៈការបើកទូលាយផ្ទៃដីដាំដើមឈើកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងសន្សំសំចៃថាមពល Trong thời gian tới thì công ty sẽ tiến hành នាពេលខាងមុខក្រុមហ៊ុននឹងវិនិយោគបន្ថែមលើប្រព័ន្ធផ្ទៃដីព្រមទាំងដាំដើមឈើបន្ថែមនិងប្រព័ន្ធទឹកដើម្បីឆ្ពោះទៅរកបរិស្ថានបៃតងស្អាតនិងស្រស់ស្អាត để hướng tới môi trường làm việc xanh sạch đẹp គណៈកម្មាធិការប្រជាជនខេត្តតេនិនបច្ចុប្បន្នកំពុងអនុវត្តដំណោះស្រាយជាច្រើនដើម្បីជំរុញ Logistics បៃតងគាំទ្រសហគ្រាសក្នុងការអនុវត្តបច្ចេកវិទ្យាការផ្លាស់ប្ដូរ Digital ការប្រើប្រាស់ថាមពលកើតឡើងវិញសារណាអេឡិចត្រូនិកនិងការធ្វើល្អប្រសើរឡើងនៅសកម្មភាពដឹកជញ្ជូនសំដៅកាត់បន្ថយការប្រៀបប្រដាប់ឥន្ធនៈកាត់បន្ថយការបំភាយអូស្ម័ននិងលើកកម្ពស់ប្រសិទ្ធភាពអាជីវកម្ម នាពេលខាងមុខយើងខ្ញុំនឹងបន្តធ្វើល្អប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតលើកកម្ពស់លក្ខណៈចំណតបេននិងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានផ្លាស់ប្ដូរ Digital និងច្រកទ្វារស្វ័យប្រវត្តិដើម្បីធ្វើយ៉ាងណារួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែគោកឲ្យមានភាពបៃតងនិងបម្រើដល់គម្រោងអភិវឌ្ឍ Logistics បៃតងរបស់ខេត្តតេនិន អភិវឌ្ឍ Logistics បៃតងមិនត្រឹមតែរួមចំណែកការពារបរិស្ថានប៉ុណ្ណោះទេថែមទាំងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសទៀតផងជាមួយនឹងរួមដំណើរពីស្ថាប័នគ្រប់គ្រងនិងម្ចាស់ការពីសហគ្រាសនិងបង្កើតខឿនគ្រឹះសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនើបប្រកបដោយប្រសិទ្ធភាពនិងអភិវឌ្ឍប្រកបដោយចីរភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី ប្រិយមិត្តទីគោរព
នៅព្រឹកថ្ងៃទី28ខែកក្កដានៅមេគីនគរបាលខេត្តតេនិញបានសហការជាមួយសមាគមនារីខេត្តរៀបចំប្រឡងប្រជែងស្ត្រីនិយាយតាទេជាមួយគ្រឿងញៀនឆ្នាំ2026ពិធីប្រឡងនេះបានតាក់ទាញការចូលរួមប្រកួតប្រជែងរបស់6ក្រុមតំណាងឲ្យ19សមាគមនារីឃុំព្រំដែននៅលើភូមិសាស្ត្រខេត្តបដាក្រុមបានឆ្លងកាត់3ផ្នែកប្រឡងរួមមានឆ្លើយសំណួររហ័សទាយចិត្តមិត្តរួមក្រុមនិងដោះស្រាយស្ថានភាពខ្លឹមសារបានផ្ដោតលើការជំរើសលើការអនុវត្តចាស់ស្ដែងផ្ដោតលើការឃោសនាផ្សព្វផ្សាយបណ្ដាកំណត់អំពីការបង្កើនទប់ស្កាត់គ្រឿងញៀនឆ្នាំ2025ព្រមទាំងទណ្ឌកម្មពីនៃរដ្ឋបាលនិងព្រមទាំងចំពោះបទល្មើសគ្រឿងញៀនដោយភាពឆ្លាតវៃនិងដោះស្រាយស្ថានភាពយ៉ាងបញ្ចុះបញ្ចូលក្រុមប្រកួតប្រឡងលេខ2ក្រុមចម្រុះបណ្ដាឃុំបេងហេបបេងវ៉ានិងបេងថាញ់ទទួលបានជ័យលាភីលេខ1ទូទាំងក្រុមយ៉ាងឆ្នើមតាមរយៈការប្រកួតប្រឡងនេះគឺសម្ដៅពង្រីកទូនាទីស្នួលរបស់ស្ត្រីក្នុងការកសាងខែលការពារបង្កើនទប់ស្កាត់គ្រឿងញៀនចាប់ពីគ្រួសារនីមួយៗនិងសហគមន៍ចំពោះទៅរកគោលដៅកសាងខេត្តតេនិញឲ្យគ្មានគ្រឿងញៀននៅឆ្នាំ2030ប្រិយមិត្តទីគោរពគណៈកម្មាធិការប្រជាជនសង្កាត់និនឋានទើបតែបានរៀបចំកិច្ចប្រជុំប្រកាសគោលការណ៍អនុវត្តគម្រោងសម្ព័ន្ធអប់រំពហុកម្រិតសិក្សាគុណភាពខ្ពស់តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្តគម្រោងនេះមានដើមទុនវិនិយោគសរុបជាង647 ពាន់លានដុល្លារអនុវត្តក្នុងរយៈពេល8ឆ្នាំរួមមាន2ដំណាក់កាលជាមួយបណ្ដាផ្នែកការងារដូចជាសាលាចំណេះទូទៅពហុកម្រិតសិក្សាតំបន់បណ្ដុះបណ្ដាលវិជ្ជាជីវៈអន្តរវិស្វកដ្ឋានអគារពហុមុខងារលានកីឡានិងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសស៊ីសង្វាក់គ្នារយៈពេលប្រតិបត្តិការគឺ50ឆ្នាំគិតចាប់ពីថ្ងៃដែលរដ្ឋប្រគល់ឬជួលដីនៅកិច្ចប្រជុំមជ្ឈមណ្ឌលអភិវឌ្ឍមូលនិធិដីធ្លីតំបន់ហួថាញ់បានជម្រាបជូនអំពីលំដាប់នីតិវិធីសងសំណងគាំទ្រនិងតាំងលំនៅថ្មីព្រមទាំងបានឆ្លើយតបរាល់មតិយោបល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិសាលភាពនៃការដកហូតដីធ្លីផែនការសងសំណងនិងវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រិយមិត្តទីគោរពក្នុងរយៈពេល6ខែដើមឆ្នាំនេះទូទាំងខេត្តបានទទួលស្គាល់9ករណីអគ្គិភ័យបណ្ដាលឲ្យពីអ្នកគ្រងរបួសខូចខាតទ្រព្យសម្បត្តិជិត500លានដុល្លារអ្វីៗដែលគួរឲ្យកត់សម្គាល់នោះគឺជាង 76% នៃចំនួនករណីអគ្គិភ័យកើតឡើងចេញពីឧបទ្ទហេតុប្រព័ន្ធអគ្គិសនីនិងភាពរហ័សក្នុងការប្រើប្រាស់ប្រភពភ្លើងនិងប្រភពកម្ដៅចំពោះមុខស្ថានភាពនេះគណៈកម្មាធិការប្រជាជនសង្កាត់ទាំងនិនបានសហការជាមួយការិយាល័យនគរបាលបង្ការផ្នែកអគ្គិភ័យនិងសង្គ្រោះភ័យអន្តរាយនៃនគរបាលខេត្តរៀបចំវគ្គបំពេញជំនាញជូនដល់ម្ចាស់គ្រឹះស្ថានអាជីវកម្មនានានៅក្នុងវគ្គបំពេញនេះសិក្ខាកាមត្រូវបានផ្សព្វផ្សាយបណ្ដាកំណត់របស់ច្បាប់អំពីការបង្ការនិងផលិតអគ្គិភ័យជំនាញបង្ការគ្រោះអគ្គិភ័យនិងផ្ទុះប្រើប្រាស់មធ្យោបាយផលិតអគ្គិភ័យនិងដោះស្រាយហេតុការណ៍លេចធ្លាយអូស្មန်ហ្គាMục đích chính của mở ra cái lớp tập huấn về phòng cháy chữa cháy và cứu nạn cứu hộ cho các hộ kinh doanh trên địa bàn គោលបំណងចម្បងនៃការបើកថ្នាក់បំពេញជំនាញជូនដល់គ្រួសារអាជីវកម្មនៅសង្កាត់ទាំងនិនគឺដើម្បីបំពាក់ចំណេះដឹងមូលដ្ឋានជូនកម្លាំងនៅមូលដ្ឋានអំពីការបង្ការនៅនឹងកន្លែងបន្ទាប់មកគឺការងារប្រើប្រាស់មធ្យោបាយដើម្បីពេលមានអគ្គិភ័យកើតឡើងកម្លាំងនៅនឹងកន្លែងអាចប្រើប្រាស់យ៉ាងរហ័សសម្ដៅផលិតអគ្គិភ័យក្នុងដំណាក់កាលដំបូងកាត់បន្ថយបានអតិបរមាការខូចខាតទ្រព្យសម្បត្តិរបស់គ្រួសារអាជីវករ để giảm cái thiệt hại về tài sản của hộ kinh doanh của mình ចំណុចសំខាន់នៃការវឹកវើអំពីជំនាញពិនិត្យគ្រប់គ្រងនិងប្រើប្រាស់មធ្យោបាយពន្លត់អគ្គិភ័យសិក្ខាកាមត្រូវបានណែនាំយ៉ាងលម្អិតអំពីរបៀបបែងចែកបំពង់ម្សៅនិងបំពង់កាត់បូនីតតាមរយៈនាឡិកាសម្ពាធក្បាលបាញ់និងសម្បកបំពង់បច្ចេកទេសថែទាំដូចជាការក្រឡុកបំពង់ម្សៅប្រចាំសប្តាហ៍ដើម្បីជៀសវាងការកកកញ្ជុំឬនីតិវិធី5ជំហានដោះស្រាយការលេចធ្លាយអូស្មန်ហ្គាប្រកបដោយសុវត្ថិភាពក៏ត្រូវបានណែនាំយ៉ាងហ្មត់ចត់ផងដែរខ្ញុំត្រូវបានបំពាក់ចំណេះដឹងអំពីបង្ការនិងផលិតអគ្គិភ័យគឺអាចស្គាល់ប្រភពបំពង់នានានិងវិធីសាស្ត្រដើម្បីផលិតគ្រោះអគ្គិភ័យនៅពេលមានអគ្គិភ័យកើតឡើងចំណេះដឹងនេះនឹងជួយឲ្យខ្ញុំផលិតអគ្គិភ័យក្នុងគ្រឹះស្ថានអាជីវកម្មហើយអាចជួយផលិតអគ្គិភ័យនៅគ្រួសារប្រជាពលរដ្ឋជំវិញដើម្បីកាត់បន្ថយការខូចខាតជីវធម្មបន្ទាប់ពីបានបញ្ចប់វគ្គវឹកវើនឹងទទួលបានវិញ្ញាបនបត្របំពេញចំណេញម្ចាស់គ្រឹះស្ថានអាជីវកម្មនីមួយៗនៅសង្កាត់ទាំងនិនពេលនេះបានក្លាយជាយុទ្ធជន
ម្ចាស់ការនៅលើស្មរភូមិបង្ការនិងផលិតអគិភ័យរួមចំណែករក្សាសុវត្ថិភាពបង្ការការផ្ទុះការពារសន្តិសុខសណ្ដាប់ធ្នាប់និងអភិវឌ្ឍប្រកបដោយចីរភាពនៅមូលដ្ឋានប្រិយមិត្តទីគោរពកម្មវិធីផ្សាយជាភាសាខ្មែរនៃកាសែតនិងវិទ្យុទ្រតទៅនឹងថ្ងៃនេះសូមបញ្ចប់ត្រឹមប៉ុណ្ណេះសូមជម្រាបលាដោយមេត្រី